ចូលឆ្នាំថ្មីខ្មែរប្រុសស្រីឆាប់រួនរាំងរៀបចំទាំងចាំទទួលទេវតាឆ្នាំថ្មីអ្នកស្រុកស្រែអ្នកទីក្រុងកុំបងផងអីចូលឆ្នាំ3ថ្ងៃយ៉ាងជួបជុំគ្នាមហាសង្ក្រាន្តឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025មហាសករាជ1947ជលសករាជ1387សុភមស្តុវរៈមង្គលាជយាតិរេព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2568ត្រឹមថ្ងៃអាទិត្យ15កើតខែពិសាខលុះដល់ថ្ងៃច័ន្ទ1រោចខែពិសាខឆ្នាំម្សាញ់សព្វស័កតទៅចូលពុទ្ធសករាជ2569និងកណនីឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលមកដល់នៅក្នុងថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីទៀតភ្លឺពេលនោះព្រះអាទិត្យចេញពីមីនៈឫស្សីទៅស្ថិតនៅឯមេសៈឫស្សីតាមផ្លូវគូវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមកោរិកៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌លឿងលំអរនៅព្រះការដោយសៀបផ្កាអង្គាបោសអភរណៈកែវមន្តាភក្សាហាទ្រង់ទេលំប្រេងប្រហោះស្ដាំទ្រង់ព្រះខ័នប្រហោះឆ្វេងទ្រង់ឈើច្រត់គង់ផ្ទុំបិទព្រះនេត្រលើកក្នុងស្ដេចភ្ជាស្ដេចខ្លាជាយានពីហណៈទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋហោះទៅកាន់គុហាកែវធម្មលីនាទីភ្នំកេលេសខេត្តហម្មពៀនដែលជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពីមាសនាំមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅតម្កល់ទុកនៅកន្លែងដើមវិញថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីទៀតភ្លឺជាថ្ងៃចូលឆ្នាំវរៈមហាសង្ក្រាន្តថ្ងៃអង្គារ3រោចខែចែកត្រូវនៅថ្ងៃទី15ខែមេសាគ្រិស្តសករាជ2025ជាថ្ងៃវរៈវណ្ណបតថ្ងៃពុធ4រោចខែចែកត្រូវនៅថ្ងៃទី16ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 8:27 នាទី36 វិនាទីជាថ្ងៃវរៈឡើងស័កគម្រប់ជាសង្ក្រាន្ត3ថ្ងៃស្រេចបរិបូរណ៍ចូលជាសកលឆ្នាំម្សាញ់សព្វស័កមហាសករាជ1947ជលសករាជ1387តទៅ